ក្នុងភូមិតូចមួយមានគ្រួសារមួយរស់នៅយ៉ាងសាមញ្ញឪពុកឈ្មោះវាសនាជាកម្មករសំណង់ម្ដាយឈ្មោះសុភាលក់បន្លែនៅផ្សារពួកគាត់មានកូនប្រុសម្នាក់ឈ្មោះថាតារាអាយុ18ឆ្នាំវាសនានិងសុភាខិតខំធ្វើការរាល់ថ្ងៃដើម្បីឲ្យតារាបានរៀនខ្ពង់ខ្ពស់និងមានអនាគតល្អប៉ុន្តែតារាមិនដែលយល់ពីការលំបាករបស់ឪពុកម្ដាយទេរាល់ថ្ងៃគេគិតតែពីលេងហ្គេមដើរលេងជាមួយមិត្តភ័ក្តិនិងចំណាយលុយថ្ងៃមួយម្ដាយនិយាយថាកូនអើយណែចង់ឲ្យកូនខំរៀនបន្តិចណាអនាគតកូនគឺស្ថិតនៅក្នុងដៃកូនផ្ទាល់ហើយតារាឆ្លើយដោយមិនសូវចាប់អារម្មណ៍ខ្ញុំដឹងហើយម៉ែកុំនិយាយច្រើនពេកពាក្យទាំងនោះធ្វើឲ្យសុភាសោកស្ដាយយ៉ាងខ្លាំងព្រឹកមួយវាសនាភ្ញាក់ពីម៉ោង4ទៀបភ្លឺដើម្បីទៅធ្វើការដូចធម្មតាគាត់ហូបបាយបានតិចបំផុតហើយក៏ប្រញាប់ទៅកន្លែងសំណង់ថ្ងៃនោះអាកាសធាតុក្តៅខ្លាំងកម្មករជាច្រើនសម្រាកប៉ុន្តែវាសនានៅតែបន្តធ្វើការព្រោះគាត់ត្រូវការប្រាក់សម្រាប់បង់ថ្លៃសាលាកូននៅពេលយប់គាត់ត្រឡប់មកផ្ទះទាំងនឿយហត់ចំណែកតារាវិញកំពុងតែអង្គុយលេងទូរស័ព្ទដោយមិនខ្វល់អ្វីទាំងអស់គាត់មិនបានសួរនាំថាឪពុកហត់ឬអត់ឡើយវាសនាក៏ញញឹមតិចតិចហើយក៏បានសួរតារាថាកូនញ៉ាំបាយហើយឬនៅនឹងតារាឆ្លើយថាខ្ញុំញ៉ាំរួចហើយវាសនាក៏បានដើរចូលបន្ទប់ដោយភាពនឿយហត់ប៉ុន្មានថ្ងៃក្រោយមកខណៈវាសនាកំពុងធ្វើការនៅជាន់ខ្ពស់គាត់បានរអិលជើងធ្លាក់ចុះមកគាត់បានរងរបួសយ៉ាងធ្ងន់ពេលដែលបានទទួលដំណឹងនេះហើយសុភាស្ទើរតែសន្លប់តារានិងម្ដាយក៏ប្រញាប់ទៅមន្ទីរពេទ្យនៅលើគ្រែអ្នកជំងឺឪពុករបស់គាត់មានរបួសពេញខ្លួនជាលើកដំបូងដែលតារាឃើញថាដៃឪពុកមានស្នាមរបួសនិងស្បែកក្រាស់ដោយសារការធ្វើសំណង់អស់ជាច្រើនឆ្នាំគាត់ចាប់ដៃឪពុកហើយទឹកភ្នែកចាប់ផ្ដើមហូរច្រើនថ្ងៃកន្លងមកតារាបានរកឃើញសៀវភៅកត់ត្រាចាស់មួយរបស់ឪពុកក្នុងនោះមានការសរសេរថាថ្ងៃនេះហត់ណាស់ប៉ុន្តែខ្ញុំសប្បាយចិត្តព្រោះកូនប្រុសរបស់ខ្ញុំបានរៀនបន្តខ្ញុំសង្ឃឹមថាថ្ងៃណាមួយកូននឹងមានជីវិតល្អជាងខ្ញុំទោះបីខ្ញុំលំបាកយ៉ាងណាក៏ដោយខ្ញុំមិនចង់ឲ្យកូនលំបាកដូចខ្ញុំទេតារាអានបន្តទាំងទឹកភ្នែកហូរពេលនោះទើបគេយល់ថាឪពុកស្រឡាញ់គេប៉ុណ្ណាចាប់ពីថ្ងៃនោះមកតារាបានផ្លាស់ប្ដូរខ្លួនគេភ្ញាក់ពីព្រលឹមជួយម្ដាយរៀបចំបន្លែទៅលក់នៅឯផ្សារពេលទំនេរគេទៅមើលថែឪពុកនៅឯមន្ទីរពេទ្យគេខិតខំប្រឹងប្រែងរៀនសូត្រជាងមុនមិត្តភក្តិជាច្រើនបានភ្ញាក់ផ្អើលមនុស្សដែលធ្លាប់ខ្ជិលដូចជាតារាកំពុងក្លាយជាមនុស្សថ្មីប៉ុន្មានឆ្នាំក្រោយមកតារាបានបញ្ចប់ការសិក្សាដោយជោគជ័យគេទទួលបានការងារល្អថ្ងៃទទួលបានសញ្ញាបត្រគេឡើងលើឆាកមនុស្សដំបូងដែលគេនឹកឃើញគឺឪពុកម្ដាយរបស់គេតារាចុះពីលើឆាកហើយយកសញ្ញាបត្រទៅជូនពួកគាត់តាម៉ែនេះមិនមែនជាជោគជ័យរបស់ខ្ញុំម្នាក់ទេវាជាជោគជ័យរបស់យើងទាំងអស់គ្នាសុភាយំដោយក្តីរំភើបវាសនាញញឹមទាំងទឹកភ្នែកមុនពេលឪពុកម្ដាយចាស់ជរាពេកសូមចំណាយពេលជាមួយពួកគាត់មុនពេលពួកគាត់លែងមានកម្លាំងសូមជួយពួកគាត់មុនពេលយើងស្ដាយក្រោយសូមបង្ហាញក្តីស្រឡាញ់នៅថ្ងៃនេះលុយអាចរកបានវិញប៉ុន្តែពេលវេលាជាមួយឪពុកម្ដាយមិនអាចទិញត្រឡប់មកវិញបានទេសូមអរគុណ